ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីទស្សនវិជ្ជាដែលខ្ញុំបានទៅ swimsuit Miss Grand Cambodia ឆ្នាំ2024នៅឯខេត្តកំពង់សាមកាលពីប្រហែលថ្ងៃមុនដោយដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺថាមេក្តៅខ្លាំងមែនតើនៅពីក្រៅរូបភាពដ៏ស្រស់ស្អាតដែលអ្នកទាំងអស់គ្នាបានឃើញក្នុង live កាលពីពេលយប់គឺថាបែកខាងនេះអស់គឺខិតខំខ្លាំងមែនតើអ្នកទាំងអស់គ្នាអង្គុយហាលថ្ងៃហាលភ្លៀងគឺថាមហាសែនក្តៅតែភាសាទឹកចិត្តពួកគាត់ខ្លាំងមែនតើទោះបីជាក្រៅប៉ុណ្ណាក៏ខំមកសមដែរដើម្បីឲ្យ show ដែលយើងចេញទៅវាបានល្អអញ្ចឹងហើយខ្ញុំក៏អញ្ចឹងដែរអ្នកទាំងអស់គ្នាទោះបីជាខ្ញុំចេះដើរហើយក៏ដោយខ្ញុំតែមកសមដែរដើម្បីដឹងថាកាឡាដើរវាយ៉ាងម៉េចហើយពេលដែលវា online មកគឺថាវា perfect អញ្ចឹងហើយអ្នកទាំងអស់គ្នាហើយដូចអីដែលយើងរំពឹងទុកចឹងអ្នកទាំងអស់គ្នាគឺថា show ចេញមកគឺថា wow ខ្លាំងមែនតើគឺអរគុណទៅដល់បងក្រុមការងារទាំងអស់របស់កម្មវិធី Miss Grand ដែលគាត់បានចំណាយពេលវេលារបស់គាត់គឺថា show ហាក្តៅទាំងអស់គ្នាមិនមែនតែពួកខ្ញុំទេគឺពួកគាត់ក៏ដូចគ្នាហើយ show របស់យើងឆ្នាំនេះគឺពិសេសខ្លាំងមែនតើតែយើងធ្វើនៅមាត់សមុទ្រតែម្ដងដែលជាទីរួមខេត្តដែលជាខេត្តកំណើតរបស់ខ្ញុំផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាខ្ញុំពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនតើជាមួយនឹង show មួយហ្នឹងអូខេអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងទៅមើលសកម្មភាពផ្ទាល់តែម្ដងនៅម៉ោង live ចាគឺដំបូងគឺគេប្រកាសជាមួយនឹងឈ្មោះខ្ញុំអ្នកដែលបានចូលរួមជាគណៈកម្មការនៅថ្ងៃ swimsuit Miss Grand Cambodia ឆ្នាំ2024ហើយបន្តមកអ្នកទាំងអស់គ្នា welcome to our Queen Miss Grand Cambodia 2023 ផឹមស្រីណូហើយបន្តពីហ្នឹងទៀតអ្នកទាំងអស់គ្នាគឺដល់វេនខ្ញុំហើយគឺខ្ញុំមានអារម្មណ៍ថាភ័យខ្លាំងមែនតើព្រោះថានេះគឺជាថ្ងៃដ៏ពិសេសរបស់ខ្ញុំដែលគេបានប្រកាសដំណើររបស់ខ្ញុំជាអនុប្រធានប្រតិបត្តិការនៅក្នុងកម្មវិធី Miss Grand Cambodia អ្នកទាំងអស់គ្នាខ្ញុំពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនតើដោយសារក្តីស្រមៃខ្ញុំបានខ្លាចជាការពិតដោយសារតែខ្ញុំគឺចូលចិត្តស្រឡាញ់ជាមួយនឹងកម្មវិធីវ៉ាកញ្ញាខ្លាំងមែនតើប៉ុន្តែឥឡូវអត់មានលុយកាន់ទេអញ្ចឹងមកសុំធ្វើជាអនុប្រធានគ្រប់គ្រងក្នុងកម្មវិធី Miss Grand សិនអ្នកទាំងអស់គ្នាដែលបានការផ្ដល់ឱកាសពីបងស្រីសុគន្ធានិងបងប្រុសនិងក្រុមការងារទាំងអស់អរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើជាមួយនឹង fan គាត់បានជំរុញខ្ញុំរហូតដល់ខ្ញុំមានថ្ងៃនេះគឺអរគុណទឹកចិត្តពួកគាត់ខ្លាំងមែនតើតែម្ដងដែលធ្វើឲ្យមានពេជ្រវតីនៅក្នុង version នេះហើយក៏នឹងប្រកាសសន្យាថានឹងធ្វើឲ្យ Miss Grand Cambodia យើងឈានទៅកាន់តែខ្ពស់ក្នុងឆាកអន្តរជាតិឥឡូវយើងងាកមកមើលខ្ញុំជាមួយនឹងស៊ីណូវិញអ្នកទាំងអស់គ្នានិយាយទៅគឺ Miss Grand Cambodia ឆ្នាំ2022និង2023គឺថាពួកយើងត្រូវដៃត្រូវជើងខ្លាំងមែនតើចានិយាយទៅគឺស៊ីណូជាមួយនឹងមានអត្តចរិតល្អខ្លាំងមែនតើអ្នកទាំងអស់គ្នានៅក្នុងការរើសគាត់ជា Miss Grand Cambodia ឆ្នាំ2023มันជាមានមោទនភាពលើគាត់ខ្លាំងមែនតើហើយបន្ទាប់មកអ្នកទាំងអស់គ្នាឥឡូវគឺគេបានជើញបងស្រីជាមួយនឹងបងប្រុសឡើងមកថតរូបដើម្បីបញ្ចប់កម្មវិធីអញ្ចឹងណាហើយជាមួយនឹងបែកខាងរីតរបស់យើងទាំង25រូបអ្នកទាំងអស់គ្នាហើយនៅពេលដែលបញ្ចប់កម្មវិធីចឹងគឺថាក្រុមការងារខាងក្រោមឆាកគាត់បានប្រាប់ថាចេះបងរួមឡាយអត់បិទទេអញ្ចឹងក៏នាំគ្នាដាក់ពីក្បាច់ទៅចាហើយខ្ញុំជាមួយស៊ីណូក៏ដូចជា Queen ទាំងអស់គឺថានាំមកមីរួមទៅចាដើម្បីធ្វើឆាកយើងក៏តែមានសុខភាពទៀតចាអ្នកទាំងអស់នេះនិយាយទៅខ្ញុំអត់ច្បាស់ហ្មងចេះតែញាក់ទីងនឹងតាមគេតាមឯងអញ្ចឹងណានិយាយទៅកម្មវិធីខ្ញុំនឹងគឺថាសប្បាយខ្លាំងមែនតើហើយអ្នកទាំងអស់គ្នាអ្វីដែល surprise បំផុតគឺថា fan របស់ខ្ញុំគាត់បានមកមើលខ្ញុំផ្ទាល់តែម្ដងនៅក្នុងខេត្តកំពង់សោមគឺជាពីពេញមកដែរអញ្ចឹងណាហើយនៅចុងកម្មវិធីនៅពេលដែលបិទឡាគាត់មានកដោឲ្យខ្ញុំទៀតគ្រប់ team ទាំងអស់គ្រប់ team មែនអ្នកទាំងអស់គ្នានិយាយទៅគឺថាពួកគាត់មក support ខ្ញុំដល់កន្លែងរហូតហើយអរគុណសម្រាប់ការស្រឡាញ់ការចំណាយពេលវេលារបស់ពួកគាត់ទាំងលុយកាក់ទាំងទឹកចិត្តទាំងការធ្វើដំណើរផ្សេងអ្នកទាំងអស់គ្នាគឺគាត់ពិតជាធ្វើខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែបន្តនៅក្នុងដំណើរទោះបីជាជួបភ្លៀងតែក៏ដោយក៏ត្រូវតែធ្វើជាពេជ្រវតីដែលជា idol របស់ពួកគាត់ដែរត្រូវតែឈរនៅទីនេះដើម្បីស្នាមញញឹមពួកគាត់ដែរនិយាយទៅពួកគាត់ជាចំណែកដ៏ធំមែនទែនក្នុងការងារសិល្បៈរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំមានតែកម្លាំងចិត្តធ្វើការកម្លាំងចិត្តរស់នៅកម្លាំងចិត្តញញឹមនិយាយទៅចង់ផ្ញើសារទៅកាន់ពួកគាត់ថាពេជ្រវតីអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលជា fan របស់ខ្ញុំអរគុណខ្លាំងសម្រាប់ការស្រឡាញ់មិនតែផ្លាស់ប្ដូរហើយនៅពេលគាត់បានឃើញវីដេអូនេះគាត់បានដឹងហើយថាការដែលធ្វើឲ្យពេជ្រវតីសោះមិនមែនជាពិបាកអីចាគឺថាសោចនៅពេលដែលឃើញលុយចាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើតែមិនតែប៉ុណ្្នឹងឯងមួយទៀតគឺដែលធ្វើខ្ញុំបានហើយគេយកស្កប់មកណាគឺដោយសារខ្ញុំមាន fan របស់ខ្ញុំនៅជុំវិញខ្លួនខ្ញុំនៅក្នុងវីដេអូនេះអញ្ចឹងចាហើយមួយទៀតអ្នកទាំងអស់គ្នាមិនដឹងថាពួកគាត់គឺជាឆ្នាំទឹកឬក៏អីមួយយ៉ាងថាខ្ញុំធ្វើការហត់មិនគេថាបាននៅលេងមួយពួកគាត់នៅជុំវិញខ្លួនខ្ញុំនិយាយគ្នាលេងផ្លែតមុនថាយើងទៅផ្ទះឬបញ្ចប់ការងារអញ្ចឹងខ្ញុំនៅតែមានកម្លាំងព្រឹងមកវិញមកទោះបីជាកន្លែងនឹងហប់ក្រៅប៉ុណ្ណាការងារធ្វើប៉ុណ្ណាក៏ខ្ញុំមានអារម្មណ៍ថាសៀលដែរអញ្ចឹងគឺថានេះបានហៅថា fan ពិតប្រាកដមែនណាធ្វើឲ្យយើងមានអារម្មណ៍ថាដូចនៅផ្ទះទាំងអស់គ្នាឥឡូវនេះគឺមកដល់វគ្គពិសេសនៃវីដេអូហ្នឹងហើយខ្ញុំមកស្រាវចម្ងល់ទាំងអស់គ្នាថាហេតុអីបានជាខ្ញុំហ៊ានពាក់ខ្លីដើរ5ថ្ងៃមែននៅក្នុងវីដេអូហ្នឹងតាំងពីដើមមកបើអ្នកនរសង្កេតឃើញណាគឺខ្ញុំហ៊ានពាក់ខ្លីខ្លាំងមែនទែននៅក្រៅកម្ដៅព្រះអាទិត្យហើយនៅពេលយប់ឡើងខ្ញុំហ៊ានស្លៀកប៊ីគីនីដើរដល់ឲ្យខ្លាចគេឃើញខ្ញុំខ្មៅទៀតអ្នកទាំងអស់គ្នាហើយរបស់ដែលខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហ្នឹងគឺខ្ញុំនឹងថាអ្នកទាំងអស់គ្នាគឺបានស្គាល់ហើយគឺលេឡាកាម៉ូដែលខ្ញុំតែយកមកអួតជាប្រចាំតែម្ដងដោយសារតែទី1គឺខ្ញុំជា BA របស់លេឡាកាម៉ូហើយទី2គឺខ្ញុំជាអ្នកប្រើប្រាស់ផ្ទាល់តែម្ដងហើយទី3គឺខ្ញុំចង់ឲ្យអ្នកដែលបានស្គាល់ខ្ញុំប្រើលេឡាកាម៉ូដូចខ្ញុំហើយទទួលបានភាពស្រស់ស្អាតដែលអ្នកនេះចង់បានដូចជាវកញ្ញាដូចជាតារាគឺថាបានតែម្ដងអ្នកទាំងអស់គ្នាដែលអត់មានខកបំណងក្នុងការប្រើប្រាស់លេមួយនេះហើយ
ហើយដែរបាទខ្ញុំនិយាយចឹងអត់អ្នកទាំងអស់គ្នាដោយសារតែលេឡាកាម៉ូរបស់មុនថ្ងៃនេះគឺបានរួមបញ្ចូលជាមួយនឹងសារធាតុជាមួយនឹងវីតាមីនជាច្រើនដែលនឹងធ្វើឲ្យស្បែកអ្នកទាំងអស់គ្នាសប្លែកក្នុងរយៈពេលត្រឹមតែ3ថ្ងៃទៅ1សប្តាហ៍តែប៉ុណ្ណោះតែខ្ញុំមិនចាំបាច់ធ្វើនិយាយច្រើនទេអ្នកទាំងអស់គ្នាសារតែផលិតផលនេះគឺល្អពិតមែនដោយដែលអ្នកទាំងអស់គ្នាបានឃើញផ្ទាល់តែម្ដងគឺស្បែករបស់ខ្ញុំប្លែកមែននៅពេលដែលបានជ្រើសរើសប្រើជាមួយនឹងលេឡាកាម៉ូហើយភាពជាក់ស្ដែងរបស់ស្បែកខ្ញុំនេះហើយដែលធ្វើខ្ញុំកាន់តែមានភាពជឿជាក់ក្នុងការនិយាយប្រម៉ូទលេងនេះទៅកាន់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចជឿជាក់លើខ្ញុំបានជ្រើសរើសប្រើលេឡាកាម៉ូជ្រើសរើសការសដោយភាពជឿជាក់សដោយសុខភាពហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាដែលតាមដានតាំងពីដើមរហូតដល់ចប់អរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រ I love you bye bye